ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ត្រីអភិវឌ្ឍជនបទខេត្តស្វាយរៀងនាព្រឹកថ្ងៃសុក្រ11 ខែមិញឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ស្វាយរៀងថ្ងៃទី13ខែកុម្ភៈឆ្នាំ2026នេះឯកឧត្តមម៉ែនវិបុលប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមពេងពុសាអភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញជាគណៈធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ត្រីអភិវឌ្ឍជនបទខេត្តស្វាយរៀងក្រមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឆាយរដ្ឋីសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការប្រចាំការឯកឧត្តមរដ្ឋលេខាធិការអនុរដ្ឋលេខាធិការឋានៈដឹកនាំនៃក្រសួងអភិវឌ្ឍជនបទលោកអភិបាលរងខេត្តតំណាងកងកម្លាំងទាំង3លោកនាយករងរដ្ឋបាលសាលាខេត្តលោកស្រីប្រធានមន្ត្រីអង្គភាពនានានៅក្នុងខេត្តលោកអភិបាលក្រុងស្រុកទាំង8លោកស្រីនាយកទីចាត់ការអង្គភាពចំណុះសាលាខេត្តវត្តមានសរុបប្រមាណ150នាក់ឯកឧត្តមអភិបាលបានមានប្រសាសន៍ថ្លែងនៃការចូលរួមអបអរសាទរចំពោះលោកប្រធានមន្ត្រីអភិវឌ្ឍជនបទខេត្តស្វាយរៀងដែលត្រូវបានប្រកាសចូលកាន់តំណែងនៅថ្ងៃនេះក្នុងនាមជារដ្ឋបាលខេត្តសូមថ្លែងនៃការកោតសរសើរនិងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការនិងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃមន្ត្រីអភិវឌ្ឍជនបទទាំងក្នុងកលៈទេសៈនៃការដឹកនាំរបស់លោកសំនីតូអតីតប្រធានមន្ត្រីចាស់ដែលកន្លងមកបានយកអស់កម្លាំងកាយចិត្តដឹកនាំអនុវត្តការងារតាមទូនីតិភារកិច្ចប្រកបដោយការទទួលខុសត្រូវសហការនិងភាពសាមគ្គីឯកភាពផ្ទៃក្នុងធានាបាននៅនិរន្តរភាពការដឹកនាំអនុវត្តការងារមន្ត្រីអភិវឌ្ឍជនបទខេត្តស្វាយរៀងស្របតាមយុទ្ធសាស្ត្រនិងកម្មវិធីគោលនយោបាយរបស់រដ្ឋាភិបាលនិងគោលការណ៍ផែនការយុទ្ធសាស្ត្ររបស់ក្រសួងទិសដៅការងាររបស់រដ្ឋបាលខេត្តនិងផែនការការងាររបស់មន្ត្រីដោយទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ក្នុងការជំរុញការអភិវឌ្ឍលើកកម្ពស់វិស័យអភិវឌ្ឍជនបទខេត្តឲ្យមានការរីកចម្រើនផងដែរឯកឧត្តមឆាយរដ្ឋីសែនបានថ្លែងនៃការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលរដ្ឋបាលខេត្តសម្រេចបាននាពេលកន្លងមកនិងពេលបច្ចុប្បន្ននេះទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការផ្ដាំផ្ញើដល់ប្រធានមន្ត្រីអភិវឌ្ឍជនបទថ្មីដែលជាត្រីវិស័យច្បាស់លាស់ក្នុងការបំពេញទូនីតិភារកិច្ចឲ្យសម្រេចបានជោគជ័យនិងមានប្រសិទ្ធភាពដោយខាងក្រោម1ត្រូវពង្រឹងភាពដឹកនាំនិងគ្រប់គ្រងអង្គភាពដោយមានចក្ខុវិស័យគោលដៅយុទ្ធសាស្ត្រត្រួតពិនិត្យវិតម្លៃនិងការកែលម្អជាប្រចាំឈរលើទូនីតិនិងភារកិច្ចរបស់អង្គភាពប្រកបដោយការទទួលខុសត្រូវខ្ពស់2ត្រូវស្វែងយល់ឲ្យបានច្បាស់នៅទូនីតិនិងភារកិច្ចរបស់អង្គភាពដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពតម្លាភាពនិងសក្តិសិទ្ធភាពប្រកបដោយឆន្ទៈមោះមុតស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីគឺធ្វើឲ្យលឿនធ្វើឲ្យលះបើស្ទះសុំគោលការណ៍3ត្រូវចេះលើកទឹកចិត្តដល់មន្ត្រីក្រមអាវ៉ាតនៅក្នុងមន្ទីរដើម្បីចូលរួមរាល់សកម្មភាពការងារដោយឈរលើគុណវុឌ្ឍិនិងបទពិសោធន៍របស់បុគ្គលជាចម្បង4ត្រូវក្តោបឲ្យបាននៅទិន្នន័យប្រជាសាស្ត្រភូមិសាស្ត្រសមិទ្ធផលនិងតម្រូវការអភិវឌ្ឍជនបទរបស់ខេត្តដើម្បីរៀបចំផែនការអភិវឌ្ឍឲ្យចំគោលដៅ5ខិតខំគៀងគរដៃគូអភិវឌ្ឍអង្គការមិនមែនរដ្ឋាភិបាលនិងសប្បុរសជននានាដើម្បីចូលរួមគាំទ្រនិងអនុវត្តសកម្មភាពអភិវឌ្ឍជនបទនៅទូទាំងខេត្តឲ្យសម្រេចបានជោគជ័យ6ត្រូវធ្វើជាសេនាធិការបច្ចេកទេសដ៏ល្អជាមួយរដ្ឋបាលខេត្តនិងលើកកម្ពស់កិច្ចសហការល្អជាមួយអង្គភាពមន្ទីរជំនាញនានាជុំវិញខេត្តដើម្បីប្រសិទ្ធភាពការងារខ្ពស់និងទទួលបានការគាំទ្រពីប្រជាជនដោយអនុវត្តជាអ្នកបម្រើដ៏ល្អរបស់ប្រជាជនមិនមែនជាចៅហ្វាយនៃរបស់ប្រជាជនទេ7ត្រូវថែរក្សានិងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អដើម្បីបង្កើនភាពរឹងមាំនិងប្រសិទ្ធភាពរបស់អង្គភាពសម្ដៅឆ្លើយតបនិងភារកិច្ចរបស់គណៈបញ្ជាការខេត្តក៏ដូចជាក្រសួងប្រគល់ជូនយោងតាមអនុក្រឹត្យលេខ966អនក្រតចុះថ្ងៃទី3ខែធ្នូឆ្នាំ2025ត្រូវបានតែងតាំងលោកឈឹមបរោះអត្តលេខ1751400107ថនតនស័ក្តិឧត្តមមន្ត្រីឋានៈលេខ4ក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលជាប្រធានមន្ត្រីអភិវឌ្ឍជនបទខេត្តស្វាយរៀងនៃក្រសួងអភិវឌ្ឍជនបទចំនួនលោកសំនីតូដែលជាអ្នកបញ្ចប់មុខតំណែង